សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពីរបៀបស្វែងរកប្រាក់ចំណូលតាមរយៈ YouTube ដើម្បីធ្វើការស្វែងរកប្រាក់ចំណូលជាមួយ YouTube ទី1យើងត្រូវធ្វើការ create account Google ឬក៏ធ្វើការ register Gmail account ទី2យើងត្រូវធ្វើការ create channel YouTube channel ទី3យើងធ្វើការ upload វីដេអូចូលទៅកាន់ YouTube channel របស់យើងទី4យើងធ្វើការ enable monetization នៅក្នុង YouTube channel តើតើទៅនឹងការទទួលបានប្រាក់ចំណូលពី YouTube ទី1យើងធ្វើការ view នៅលើវីដេអូរបស់យើងទី2យើងធ្វើការ advertise នៅលើវីដេអូរបស់យើងតែម្ដងអូខេអញ្ចឹងដើម្បីធ្វើការ find money from YouTube ទី1ខ្ញុំធ្វើការបង្កើត create Google account ជាមុនសិនខ្ញុំចូលទៅកាន់ www.gmail.com ប្រសិនបើយើងមាន Gmail account ហើយយើងមិនចាំបាច់ធ្វើការ create ទៀតទេប៉ុន្តែនៅក្នុងនេះខ្ញុំធ្វើការបង្ហាញអំពីការបង្កើត Gmail account តែម្ដង Mail account create an accountអូខេបំពេញឈ្មោះបំពេញឈ្មោះpassword confirm password ដាក់ឲ្យដូចនឹង create password gender male current email address display by លេខកូដ169 agree click the next step verify account តាមរយៈលេខទូរស័ព្ទយើងវាយ093 continue okay រើស Cambodiaនៅពេលនេះវានឹងធ្វើការ send message ទៅកាន់ទូរស័ព្ទដៃរបស់យើងហើយយើងចូលទៅបើក message នៅក្នុងទូរស័ព្ទដៃរបស់យើងហើយយើងចាប់ផ្ដើមធ្វើការវាយ pin code អូខេ74 64 continueនៅត្រង់នេះយើងអាច ធ្វើការ add photo click no send តែម្ដង continue to emailអូខេឥឡូវនេះខ្ញុំបានធ្វើការបង្កើតនៅ Gmail account រួចហើយឬក៏ Google account រួចហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមចូលទៅ create channel នៅក្នុង YouTube
nhưng thì mỗi những chưa tất cả website YouTube www.youtube.com giúp biết ta sign in at YouTube channel kể lấy những chỗ tất cả website YouTube www.youtube.com hãy click lên icon hãy click lên YouTube setting hãy click lên biết ta create new channel continue ở lời ní dân ban phương ca bằng cả nơi YouTube channel មួយ ហើយ នេះគឺជា YouTube channel របស់យើងឈ្មោះថា Danson Bonwon អូខេបន្តមកទៀតយើងចាប់ដើមធ្វើការ upload movie ទៅកាន់ YouTube channel ដែល click លើពាក្យថា upload click file នៅត្រង់កន្លែង add playlist យើងអាចធ្វើការ create playlist សម្រាប់ធ្វើបែងចែកទៅតាម category របស់ video ឧទាហរណ៍ថា programming ខ្ញុំ create description យើងអាចធ្វើការបរិយាយទៅលើ movie របស់យើង record date យើងអាចធ្វើការកំណត់ថ្ងៃខែនៅក្នុងការ record restrict age ប្រសិនបើយើងកំណត់នៅក្នុងអាយុរបស់នៅក្នុងការមើលរបស់វីដេអូរបស់យើង category ប្រភេទរបស់យើងជា entertainment ឬក៏ជា education យើងអាចជ្រើស ហើយបន្តមកទៀតយើងចាប់ដើមធ្វើការ public in Visual Studio យើងចាប់ដើមធ្វើការ public បន្ទាប់ពីយើងធ្វើការ public ហើយយើងចូលទៅមើលទៅក្នុង video manager នៅក្នុងនេះយើងមាន YouTube វីដេអូមួយហើយយើងធ្វើការ view នៅកន្លែងនេះមានថាចំនួន view like comment ហើយនិង unlike នៅកន្លែង icon នេះមានថា public មានថាយើងអាចឲ្យគេមើលនៅលើ YouTube មកយើង click លើ link របស់យើងនេះគឺជាវីដេអូរបស់យើងបន្តមកទៀតនៅក្នុងនៅពេលនេះមានន័យថាវីដេអូរបស់យើងដែលយើងធ្វើការ upload អាចឲ្យគេមើលបានប៉ុន្តែមិនទាន់អាចឲ្យគេមើលការស្វែងរកលុយបានទេនៅពេលដែលគេ view ប៉ុន្តែជាការ view ធម្មតាអញ្ចឹងយើងចាប់ដើមធ្វើការ enable នៅ monetization សិនជាមុនសិនដែល click នៅលើYouTube channel ហើយចុចទៅលើ view additional feature អញ្ចឹងទី1យើងធ្វើការ verify នៅកន្លែង monetization នេះយើងមិនទាន់ធ្វើការ enable នៅឡើយណាអូខេដំបូងផុតយើងធ្វើការ verify ជាមុនសិនការវាយលេខទូរស័ព្ទដើម្បីធ្វើការ verify
submit អូខេរងចាំធ្វើការ send message ទៅឲ្យទូរស័ព្ទហើយយើងចាប់ផ្ដើមយកលេខកូដយកមកធ្វើការបញ្ចូលអូខេឥឡូវនេះខ្ញុំបានលេខកូដហើយ26 28 49ខ្ញុំចាប់ផ្ដើមធ្វើការ submit continue គេឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការ verify ហើយនៅក្នុងនេះខ្ញុំចាប់ផ្ដើមធ្វើការ enable នៅ monetization សិនប៉ុន្តែនៅក្នុងនេះវាថា current not available your country ឥឡូវនេះយើងធ្វើការ not available ឥឡូវខ្ញុំចុចទៅពាក្យថា advance ខ្ញុំឆេងពាក្យ country ទៅជា United States English អូខេអាចរើសអីក៏បានដែរហើយធ្វើការ save បន្តមកទៀតយក status feature ឡើងវិញហើយចាប់ផ្ដើមធ្វើការ enable តែម្ដងយើងយកពាក្យថា enable account agree all monetize go it ឥឡូវនេះខ្ញុំចាប់ផ្ដើមចូលទៅកាន់នៅក្នុងនេះបើសិនជាវាចេញសញ្ញាដុល្លារមានន័យថាវីដេអូរបស់យើងមានថាមានអាចជាប់នៅ YouTube Ads សិនហើយនៅពេលដែលគេធ្វើការ view កាន់តែច្រើនមានថាយើងនឹងទទួលបានប្រាក់ចំណូលប៉ុន្តែនៅពេលនេះមិនទាន់ទេយើងចូលទៅក្នុងពាក្យថា edit យើងចូលពាក្យថា monetization advance អូខេឥឡូវនេះ monetize របស់យើងអូខេហើយអូខេឥឡូវនេះវាចាប់ផ្ដើមវាថា monetize អូខេបន្តមកទៀតយើងចូលលើ dashboard ដើម្បី check rate មើលនៅលើរបស់យើងចំនួន view estimate subscribe នេះគឺជាចំនួនទឹកប្រាក់ដែលយើងនឹងទទួលបានអូខេអញ្ចឹងតកតងទៅនឹងវីដេអូរបៀប find money from YouTube ត្រូវបានបញ្ចប់